ដើម្បីយល់ឲ្យកាន់តែច្បាស់អំពីភាពសាហាវរបស់ដ្រូនត្រកូលShahid ជាពិសេស model Shahid 136 ដែលល្បីជាងគេយើងត្រូវពិនិត្យមើលទៅលើបច្ចេកវិទ្យាដ៏សាមញ្ញនិងប្រសិទ្ធភាពខ្ពស់របស់វា 1. តើវាខ្លាំងប៉ុណ្ណាទៅកម្លាំងរបស់Shahidមិនស្ថិតនៅលើភាពទំនើបនោះទេប៉ុន្តែវាស្ថិតនៅលើភាពរឹងរូសរបស់វាអាចហោះបានឆ្ងាយរហូតដល់ទៅ 2000 ទៅ 2500 គីឡូម៉ែត្រ នេះមានន័យថាគេអាចបង្ហោះវាចេញពីភាគកណ្ដាលនៃប្រទេសអឺរ៉ង់ឲ្យទៅដល់គោលដៅណាមួយនៅមជ្ឈមបូព៌ាបានយ៉ាងងាយស្រួលវាអាចហោះហើរនៅលើអាកាសបានរាប់ម៉ោងឯណោះប្រហែលពី 6 ទៅ 10 ម៉ោងដើម្បីរងចាំពេលវេលាល្អបំផុតក្នុងការវាយប្រហារដោយសារតែវាធ្វើអំពីជ័រនិងកាបូនដូច្នេះវាមិនសូវជះពន្លឺត្រឡប់ទៅរ៉ាដាវិញទេដែលធ្វើឲ្យប្រព័ន្ធការពារដែនអាកាសត្រូវពិបាកមើលឃើញវាពីចម្ងាយ 2. តើវាដំណើរការយ៉ាងដូចម្តេចដំណើរការរបស់វាគឺសាមញ្ញបំផុតវាប្រៀបដូចជាយន្តហោះក្មេងលេងដែលបំពាក់គ្រាប់បែកសម្រាប់ការបង្ហោះវិញគឺគេដាក់វានៅលើស៊ុមដែកដែលបំពាក់នៅលើឡានដឹកទំនិញដែលអាចដាក់បាន 5 គ្រឿងក្នុងមួយឡានហើយគេប្រើរ៉ុកែតខ្នាតតូចដើម្បីរុញវាឲ្យហោះឡើងទៅលើអាកាសបន្ទាប់មករ៉ុកែតនោះនឹងធ្លាក់ចេញបន្ទាប់ពីហោះឡើងវានឹងបញ្ឆេះម៉ាស៊ីនសាំង 2 វគ្គដែលមានកម្លាំង 50 សេសដែលមានភាពស្តៀងគ្នាខ្លាំងទៅនឹងម៉ាស៊ីនម៉ូតូឬម៉ាស៊ីនកាត់ស្មៅនេះក៏ជាមូលហេតុដែលធ្វើឲ្យវាមានសំឡេងងឺតគួរឲ្យរំខានផងដែរវាប្រើប្រាស់ប្រព័ន្ធ GPS ធម្មតានិងប្រព័ន្ធ INS ដែលជាប្រព័ន្ធតម្រង់ទិសក្នុងខ្លួនគេគ្រាន់តែបញ្ចូល coordinate របស់គោលដៅទៅក្នុងខ្លួនរបស់វានឹងហោះទៅរកទីតាំងនោះដោយស្វ័យប្រវត្តិវាគ្មានកាមេរ៉ាសម្រាប់បញ្ជាផ្ទាល់នោះទេគឺវាហោះទៅរកផែនទីដែលបានកំណត់ស្រាប់ 3. អានុភាពនៃការផ្ទុះរបស់គ្រាប់រំសេវចំណុចនេះគឺជាអ្វីដែលធ្វើឲ្យគ្រោះថ្នាក់បំផុតនៅផ្នែកខាងមុខពលគឺផ្នែកក្បាលរបស់ដ្រូនShahid 136អាចផ្ទុកជាតិផ្ទុះខ្លាំងបានពី 30 ទៅ 50 គីឡូក្រាមហើយជាតិផ្ទុះនោះជាប្រភេទគ្រាប់បែកដែលបំបែកជាបំណែកឬគ្រាប់បែកបំបែកអាគារហើយទម្ងន់ 50 គីឡូក្រាមនៃជាតិផ្ទុះនេះគឺគ្រប់គ្រាន់នឹងកំទេចរថក្រោះមួយគ្រឿងផ្ទះមួយខ្នងឬក៏អាចកំទេចរហូតដល់ទៅរោគចក្រអគ្គិសនីមួយឲ្យខ្ទេចបានយ៉ាងងាយស្រួលដ្រូនShahidនេះវាមិនផ្ទុះទៅខ្លួនឯងនោះទេគឺវានឹងផ្ទុះភ្លាមៗនៅពេលដែលក្បាលរបស់វាទៅបុកប៉ះទង្គិចជាមួយនឹងគោលដៅនិយាយជារួមទៅដ្រូនShahidនេះវាមិនមែនជាដ្រូនដែលហោះលឿនឬមានបច្ចេកវិទ្យាបំបាំងកាយល្អបំផុតអីនោះទេប៉ុន្តែវាជាដ្រូនដែលមានតម្លៃថោកពេករហូតដល់សត្រូវមិនដឹងថាត្រូវប្រើអាវុធអ្វីមកបាញ់វាឲ្យចំណេញនោះទេប្រសិនបើសត្រូវប្រើមីស៊ីលថ្លៃបាញ់ទម្លាក់វានោះសត្រូវនឹងខាតលុយប៉ុន្តែប្រសិនបើមិនបាញ់ទម្លាក់វានោះទេនោះគោលដៅរបស់សត្រូវនឹងត្រូវបានកំទេចយ៉ាងងាយស្រួលតើអ៊ីរ៉ង់បានបច្ចេកវិទ្យាផលិតដ្រូនShahidទាំងអស់នេះបានមកពីណាប្រភពបច្ចេកវិទ្យារបស់អ៊ីរ៉ង់គឺជាលទ្ធផលនៃយុទ្ធសាស្ត្រការរៀនដោយខ្លួនឯងបូករួមនឹងការលួចចម្លងដែលពួកគេបានអនុវត្តអស់រយៈពេលជាង 40 ឆ្នាំមកហើយខាងក្រោមនេះគឺជាប្រភពសំខាន់ចំនួន 4 ដែលធ្វើឲ្យអ៊ីរ៉ង់ក្លាយទៅជាមហាអំណាចសព្វវុធមួយនៅមជ្ឈមបូព៌ា 1. ការធ្វើវិស្វកម្មបញ្ច្រាសនេះគឺជាប្រភពចំណេះដឹងដ៏ធំបំផុតរបស់អ៊ីរ៉ង់នៅពេលដែលពួកគេចាប់បានដ្រូនឬក៏មីស៊ីលរបស់សត្រូវជាពិសេសរបស់អាមេរិកពួកគេនឹងយកវាមកពិនិត្យគ្រឿងក្នុងរួចផលិតតាមឧទាហរណ៍ដូចជាការពីឆ្នាំ 2011 អ៊ីរ៉ង់បានបង្អាក់សញ្ញានិងបង្ខំឲ្យដ្រូនបំបាំងកាយ RQ-170 Sentinel របស់អាមេរិកចុះចតក្នុងទឹកដីរបស់ខ្លួនក្រោយមកអ៊ីរ៉ង់បានផលិតដ្រូនShahid 171ដែលមានរូបរាងដូចគ្នាបេះបិទទៅនឹងដ្រូន RQ-170 Sentinel រីឯប្រភេទមីស៊ីលជាច្រើនប្រភេទរបស់អ៊ីរ៉ង់ត្រូវបានអភិវឌ្ឍចេញពីមីស៊ីល TOW ឬ Maverick របស់អាមេរិកដែលនៅសេសសល់តាំងពីសម័យស្ដេចសារមុនឆ្នាំ 1979 ឯណោះ2. ជំនួយពីបកសម្ព័ន្ធរុស្ស៊ីចិននិងកូរ៉េខាងជើងទោះបីមិនមែនជាការផ្ដល់ឲ្យដោយចំហក៏ដោយក៏ប៉ុន្តែប្រទេសទាំងនេះគឺជាគ្រូរបស់អ៊ីរ៉ង់កូរ៉េខាងជើងបានផ្ដល់បច្ចេកវិទ្យាមីស៊ីលផ្លោងដែលជាគ្រឹះនាំឲ្យអ៊ីរ៉ង់អាចបង្កើតមីស៊ីលត្រកូលShahabដោយខ្លួនឯងបានរីឯរុស្ស៊ីនិងចិនវិញបានលក់យន្តហោះមីស៊ីលការពារដែនអាកាសនិងបច្ចេកវិទ្យារ៉ាដាឲ្យអ៊ីរ៉ង់លើពីនេះអ៊ីរ៉ង់និងរុស្ស៊ី
តែតែបដូរវេនគ្នាដោះដូរចំណេះដឹងយោធាដូចជាការដោះដូរ drone សាហិតជាមួយនឹងបច្ចេកវិទ្យាយន្តហោះចម្បាំង Su-35 3. បណ្ដាញលួចនាំចូលគ្រឿងបន្លាស់ទោះបីជាត្រូវរងទណ្ឌកម្មយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកក៏ដោយក៏ប៉ុន្តែរងមានជំនាញខាងទិញអីវ៉ាន់លួចលាក់ drone សាហិតទាំងអស់នេះប្រើប្រាស់ម៉ាស៊ីនសាំងដែលផលិតនៅប្រទេសអាល្លឺម៉ង់ឬជប៉ុនហើយប្រើប្រាស់បន្ទះឈីបរបស់អាមេរិកដែលគេនិយមប្រើក្នុងគ្រឿងអេឡិចត្រូនិកស៊ីវិលដូចជាម៉ាស៊ីនបោកខោអាវឬកុំព្យូទ័រជាដើមអ៊ីរ៉ង់ប្រើប្រាស់ក្រុមហ៊ុនខ្មោចរាប់រយនៅក្រៅប្រទេសដើម្បីបញ្ជាទិញគ្រឿងបន្លាស់ទាំងអស់នេះរួចដឹកជញ្ជូនបន្តចូលទៅក្នុងប្រទេសរបស់ខ្លួន 4. ការវិនិយោគទៅលើធនធានក្នុងស្រុកអ៊ីរ៉ង់មានសាកលវិទ្យាល័យបច្ចេកទេសខ្លាំងជាច្រើនដោយសារតែខ្លួនដឹងថាมันអាចចេះតែទិញអាវុធបានពីគេនោះទេរដ្ឋាភិបាលបានជំរុញឲ្យអ្នកវិទ្យាសាស្ត្រនិងវិស្វករក្នុងស្រុកបង្កើតអ្វីដែលសាមញ្ញតែសាហាវពួកគេមិនព្យាយាមផលិតអ្វីដែលស្មុគស្មាញទេតែពួកគេផ្ដោតទៅលើអ្វីដែលគេហៅថាបច្ចេកវិទ្យាសមស្របដូចជា drone សាហិតជាដើមដែលប្រើប្រាស់ម៉ាស៊ីនសាមញ្ញតែអាចហោះហើរបានចម្ងាយឆ្ងាយនិងអាចបង្កការខូចខាតធំធេងទៅដល់ស្រូវ